កំណែទម្រង់ឆ្នាំ1877ក៏មូលហេតុកត្តាពីរសំខាន់ដែលជំរុញឲ្យបារាំងដាក់កម្មវិធីកំណែទម្រង់សង្គមនៅក្នុងឆ្នាំ1877គឺកត្តាសេដ្ឋកិច្ចពាណិជ្ជកម្មនិងនយោបាយកត្តាសេដ្ឋកិច្ចពាណិជ្ជកម្មអស់រយៈពេល14ឆ្នាំមកហើយពាណិជ្ជករបារាំងពុំអាចពង្រីកសកម្មភាពរកស៊ីនៅក្នុងប្រទេសកម្ពុជាបានឡើយដោយសារប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្តិភូមិមិនចាប់អារម្មណ៍នឹងប្រព័ន្ធទីផ្សារកត្តានយោបាយនៅលើកត្តានយោបាយបារាំងរំពឹងថាអាចពង្រឹងអំណាចគ្រប់គ្រងរបស់ខ្លួននៅក្នុងឥណ្ឌូចិនត្រូវមានប្រព័ន្ធឯកភាពបែបបារាំងទាំងនៅក្នុងតំបន់និងទាំងនៅក្នុងរចនាសម្ព័ន្ធសង្គមខទិសដៅដោយសារមូលហេតុខាងលើនេះទើបបារាំងមានទិសដៅចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់សក្តិភូមិខ្មែរឲ្យទៅជាសង្គមមូលធននិយមដែលជាប្រព័ន្ធទីផ្សារសេរីដោយសង្គមបារាំងដែរកម្មវិធីដើម្បីសម្រេចទិសដៅនេះបារាំងបានរៀបចំកម្មវិធីនិងធ្វើសកម្មភាពនយោបាយដូចខាងក្រោមនៅក្នុងសង្គមកម្ពុជាចាំបាច់ត្រូវមានកម្មវិធីនយោបាយថ្មីមួយដើម្បីកាត់បន្ថយអំណាចស្ដេចត្រាញ់មន្ត្រីសក្តិភូមិនិងលុបបំបាត់វណ្ណៈខ្ញុំគេបង្កើនចំនួនម្ចាស់កម្មសិទ្ធិដែលជាកម្លាំងចលករជួយជំរុញកម្មវិធីកំណែទម្រង់បារាំងឲ្យបានជោគជ័យបារាំងបានដាក់ចុះនៅកម្មវិធីបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋានបង្កើតប្រព័ន្ធពន្ធដារថ្មីបញ្ហាជាមួយសៀមបារាំងបានរៀបចំជាហូរហែថ្វីត្បិតតែគ្មានចែងក្នុងកម្មវិធីកំណែទម្រង់ឆ្នាំ1877ក៏ពិតមែននេះជាការមួយមានសារៈសំខាន់ណាស់ដើម្បីកសាងប្រព័ន្ធឯកភាពមួយក្នុងសហព័ន្ធឥណ្ឌូចិនបារាំងក្រោយពីបានធ្វើឲ្យព្រះរាជាណាចក្រសៀមទទួលស្គាល់ការគ្រប់គ្រងរបស់បារាំងលើប្រទេសកម្ពុជារួចមកបារាំងសៀមបានចរចាអំពីបញ្ហាព្រំប្រទល់ដែនប្រទេសទាំងពីរជាលទ្ធផលនៅក្នុងឆ្នាំ1904សៀមបានប្រគល់ទឹកដីភាគខាងជើងគឺមលូព្រៃស្ទឹងត្រែងមកឲ្យខ្មែរវិញឆ្នាំ1907សន្ធិសញ្ញាណបារាំងសៀមស្ដីអំពីការប្រគល់ខេត្តបាត់ដំបងសៀមរាបសេរីសោភ័ណ្ឌមកឲ្យខ្មែរជាបន្តទៀតនៅឆ្នាំ1908បារាំងបានធ្វើផែនទីមួយមានឈ្មោះថាផែនទីដងរែកដែលទទួលស្គាល់ដោយតំណាងបារាំងសៀមនិងនៅលើឆាកអន្តរជាតិរហូតដល់ពេលបច្ចុប្បន្ន